សួស្តីមកបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាទៀតហើយតាក់ទងជាមួយនឹងការមើលការងារនៅលើគេហទំព័របងធំ .com app ណាចាអញ្ចឹងយើងដឹងហើយថាការដែលយើងចូលមើលការងារតាម app នៅពេលដែលយើងចូលទៅដល់គឺយើងចូលទៅដល់ទំព័រមុខរបស់គេហទំព័របងធំ .com ដែលមានបង្ហាញនៅក្នុង job list ចាអញ្ចឹងគឺយើងឃើញ app ដែលយើងបានដំឡើងយើងចុចទៅលើ app ហ្នឹងទៅគឺការងារហ្នឹងវាចេញមកតែម្ដងណាដែលមានរូបរាងបែបហ្នឹងអញ្ចឹងមានទាំងការងារថ្មីការងារចាស់ការងារដែលចុះផ្សាយភ្លាមឥឡូវហ្នឹងគឺវាលូតមកភ្លាមតែម្ដងចាហ្នឹងហើយគេឥឡូវថ្ងៃនេះគឺយើងមកមើលការងារតាក់ទងជាមួយនឹងការងារតាមប្រភេទចាតាមប្រភេទហ្នឹងគឺយើងចុចទៅលើ job category ណាឥឡូវយើងចុចទៅលើ job category ហើយយើងជ្រើសរើសប្រភេទមួយដើម្បីយកមកមើលទាំងអស់គ្នាហ្នឹងហើយអញ្ចឹងនៅក្នុងនេះវាមានប្រភេទច្រើនឥឡូវគឺយើងលើកខាងផ្នែកកសិកម្មអញ្ចឹងសូម្បីតែកសិកម្មហ្នឹងក៏វាមានកសិកម្មផ្សេងគ្នាដែរណាដូច្នេះឥឡូវយើងយកតែកសិកម្មទេអញ្ចឹងយើងមកដល់ការងារប្រភេទកសិកម្មនៅក្នុងកសិកម្មហ្នឹងគឺវាមានការងារច្រើនណាចាការងារច្រើនហើយមើលទៅសុទ្ធតែជាមុខតំណែងខ្ពស់ទៀតផងហ្នឹងហើយអញ្ចឹងនៅក្នុងនេះអ្នកដែលគាត់សិក្សាខាងផ្នែកកសិកម្មជំនាញខាងផ្នែកកសិកម្មឬក៏បទពិសោធន៍ទាំងអស់ហ្នឹងគឺគាត់ត្រូវហើយណាការងារសុទ្ធតែខ្ពស់ណាតម្រូវការកំពុងតែត្រូវការឲ្យពួកយើងដាក់ពាក្យអញ្ចឹងឥឡូវយើងមើល grade ចាតំណែងនេះគឺមើលទៅគឺមិនធម្មតាទេចាអញ្ចឹងយើងដឹងហើយណាថាការងារនៅក្នុងបងធំគឺចេញមកគឺវាមាន BTDC ID ហ្នឹងគឺជាលេខ ID របស់ការងារដែលយើងគ្រាន់តែកត់ទុកហើយយើងអាចចូលទៅមើលបាននៅពេលក្រោយដោយតម្រង់ទៅលើតែការងារហ្នឹងតែម្ដងចាអញ្ចឹងការងារមួយនេះគឺផុតកំណត់ថ្ងៃទី7 ខែ 7ណាដូច្នេះប្រសិនបើយើងមានចំណាប់អារម្មណ៍គឺយើងដាក់ពាក្យទៅនៅខាង grade ចាអញ្ចឹង grade គាត់អីគេអញ្ចឹងយើងមើល job announcement យើងមើល announcement description ដែលគេនិយាយអំពីក្រុមហ៊ុនហើយនឹងអ្វីដែលក្រុមហ៊ុនមាននិងអ្វីដែលក្រុមហ៊ុនធ្វើចាអញ្ចឹង grade គឺជាអង្គការអភិវឌ្ឍអន្តរជាតិចារបស់បារាំងចាគាត់មានទីតាំងនៅភ្នំពេញហ្នឹងគឺចាប់តាំងពីឆ្នាំ1988មកម្លេះអញ្ចឹងយើងអានបន្ថែមទៅចាគឺមានព័ត៌មានទាំងអស់ដើម្បីឲ្យយើងបានយល់បានដឹងនៅក្នុង job announcement description ហ្នឹងតែម្ដងចាអញ្ចឹងនៅក្នុងនេះចាមុខតំណែងហ្នឹងគឺ Alicia Original Knowledge Management Coordinator ចាការងារនេះគឺមុខតំណែងខ្ពស់ណាយើងមើលតម្រូវការអញ្ចឹងទីតាំងហ្នឹងគឺភ្នំពេញពេញម៉ោងប្រាក់ខែចរចាគ្នាបានចាអញ្ចឹងនេះគឺជា job purpose អញ្ចឹងយើងមើលគោលដៅរបស់ការងារចាគោលបំណងរបស់ការងារហ្នឹងយើងគ្រាន់តែអានព័ត៌មានខ្លះទេចា UT station អញ្ចឹងនៅទីនេះគឺយើងធ្វើការហ្នឹងគឺមិនមែនតែនៅភ្នំពេញទេចាយើងធ្វើការនៅ Vientiane នៅឡាវចាហូជីហាណូយនៅវៀតណាមចាអញ្ចឹងមានន័យថានៅស្រុកខ្មែរផងនៅឡាវផងនៅវៀតណាមផងហើយកងត្រាហ្នឹងគឺ1ឆ្នាំផុតពី1ឆ្នាំទៅគឺយើងត្រូវចុះកងត្រាថ្មីចាអញ្ចឹង complete ណាព័ត៌មានទាំងអស់ហ្នឹងគឺសំខាន់ណាស់នៅពេលដែលក្រុមហ៊ុនគាត់ដាក់បង្ហាញចេញដើម្បីឲ្យយើងបានដឹងច្បាស់មុនពេលដែលយើងធ្វើការដាក់ពាក្យកុំឲ្យយើងចំណាយពេលរបស់យើងអត់ប្រយោជន៍ក្នុងការដាក់ពាក្យចេញទៅហើយនឹងមិនត្រូវបានជ្រើសរើសយកទៅសម្ភាសចាការងារនេះគឺអាចនិយាយបានថាសម្រាប់អ្នកដែលគាត់មានចំណេះដឹងខ្ពស់ហើយនឹងបទពិសោធន៍ច្រើនខាងផ្នែកកសិកម្មចាអញ្ចឹងរួមទាំងខ្មែរយើងផងហើយនឹងជនបរទេសផងដែរចាអញ្ចឹងគាត់មានជំនាញខាងហ្នឹងគឺអាចនឹងដាក់ពាក្យនៅខាងនេះបានហើយចាពិតជាល្អមែនតើចាឥឡូវណាហ្នឹងហើយអញ្ចឹងយើងដឹងថាយើងចូលទៅគឺយើងទៅមើលការងារនៅខាងចាយើងមើល job application information ចានៅក្នុងនេះគេមានភ្ជាប់ឯកសារដើម្បីឲ្យយើងមើលបន្ថែមនៅក្នុងហ្នឹងបន្ថែមទៀតណាមុនពេលដែលយើងធ្វើការដាក់ពាក្យហ្នឹងគឺដើម្បីឲ្យត្រូវកុំឲ្យយើងចេះទៅដាក់ទៅណាចាអញ្ចឹងនៅក្នុងតម្រូវការយើងមើលតម្រូវការចាគឺចាប់ពី5ឆ្នាំដល់10ឆ្នាំណាសម្រាប់បទពិសោធន៍ផ្នែកខាងកសិកម្មហ្នឹងហើយចាអញ្ចឹងគឺច្រើនណាហើយសម្រាប់ចំណេះដឹងវិញគឺចាប់ពីអនុបណ្ឌិតឡើងទៅណាថ្នាក់ Master Degree ចាអញ្ចឹងអាចនិយាយបានថាការងារនេះគឺខ្ពស់យើងទទួលមកការងារនេះមួយគឺ
ត្រូវបានតែម្ដងអញ្ចឹងយើងដឹងហើយថានៅពេលដែលយើងដាក់ពាក្យគឺយើងចុច apply now ហើយវាចូលឲ្យយើងនឹងជ្រើសយកlog in ចូលណាសម្រាប់ការងារដែលយើងចង់ដាក់ពាក្យហ្នឹងចានេះគឺជា contact យើងចុចទៅ contact ទៅគឺយើងឃើញអាស័យដ្ឋានរបស់ក្រុមហ៊ុនយើងឃើញលេខទំនាក់ទំនងរបស់ក្រុមហ៊ុន job similar ចាអញ្ចឹងនៅក្នុង job similar ហ្នឹងគឺវាបង្ហាញការងារដែលស្តៀងហ្នឹងគឺវាលោតចេញមកហើយចាលើយើងមើលចានៅក្នុងនេះគឺចាមានច្រើនណាគឺវិធី grow call TD ចា urgent ហ្នឹងគឺមានន័យថាគាត់ត្រូវការបន្ទាន់តែម្ដងណាអញ្ចឹងផុតកំណត់ថ្ងៃទី3ខែ7នេះហើយគាត់មាន2មុខតំណែងណា Senior Sales and Technical Officer 5មុខតំណែង Sales and Technical Officer 6នាក់ចាអញ្ចឹងសំទោសណាអញ្ចឹងមានន័យថាមួយមុខតំណែងគឺគាត់យក6នាក់ចាមួយមុខតំណែងយក6នាក់អញ្ចឹងវាជាឱកាសដែលល្អសម្រាប់ពួកយើងហើយណាអូខេចឹងនៅក្នុងនោះគឺយើងដឹងហើយណាថាការដែលយើងមើលការងារគឺចាំបាច់គឺយើងមើលថ្ងៃផុតកំណត់ហើយយើងមើលមុខតំណែងដែលយើងចង់មើលហើយយើងនឹងមើល announcement description ហើយយើងនឹងមើលតកតងជាមួយនឹងតម្រូវការមុខតំណែងដូចជាទីតាំងពេញម៉ោងឬក៏ក្រៅម៉ោងប្រាក់ខែគឺចរចាគ្នាបានហើយទីតាំងធ្វើការហ្នឹងគឺនៅខេត្តណាចាអញ្ចឹងដូច្នេះគឺយើងមើលទៅចាយើងចុច apply now ហើយយើងជ្រើសរើសយកមុខតំណែងដែលយើងចង់ដាក់ពាក្យយើងចុច continue ទៅគឺវាឲ្យ login ចូលទៅដើម្បីយើងធ្វើការដាក់ពាក្យហើយចាឥឡូវថ្ងៃនេះគឺយើងមានប៉ុណ្ណឹងចុះតកតងជាមួយនឹងការមើលការងារនៅខាងផ្នែកកសិកម្មណាអញ្ចឹងគឺមានច្រើនណាស់ចាអញ្ចឹងក្រុមហ៊ុនដែលមាននៅក្នុងនេះគឺចាពេលដែលយើងចូលទៅប្រភេទការងារណាមួយគឺវាបង្ហាញនៅក្នុងប្រភេទការងារហ្នឹងតែម្ដងអញ្ចឹងងាយស្រួលឲ្យយើងបានមើលបានដឹងដូច្នេះខ្ញុំគ្រាន់តែលើកក្រុមហ៊ុនចំនួន2ឡើងទេប៉ុន្តែនៅក្នុងនេះគឺមានក្រុមហ៊ុនច្រើនចាមានទាំងអង្គការមានទាំងឯកជនមានទាំងរដ្ឋទៀតផងចារដ្ឋគឺ Ministry of Environment យ៉ាងខាងក្រសួងបរិស្ថានក៏គាត់ត្រូវការបុគ្គលិកដែរណាខាងផ្នែកកសិកម្មហ្នឹងដូច្នេះយើងកុំភ្លេចណាចូលមើលការងារផ្នែកខាងកសិកម្មគឺមានការងារច្រើនណាស់ហើយមុខតំណែងគឺសុទ្ធតែល្អទៀតអញ្ចឹងជូនពរឲ្យពួកយើងជួបតែសេចក្តីសុខជោគជ័យចានិងសុខភាពល្អទាំងអស់គ្នាចាជម្រាបលា